វីដេអូនេះខ្ញុំសូមអធិស្ឋានដល់អ្នកទាំងអស់គ្នាជាមុនដោយសារតែនេះគ្រាន់តែជាវីដេអូខ្លីត្រួសតែប៉ុណ្ណោះអេពីសូតទី2សារមន្ទីរវិទ្យាសាស្ត្រនិងបច្ចេកទេសរបស់ Cat Fujo មកដល់ lobby ឃើញមានអាងអវកាសហើយនឹងបាល់ LED ដែលធំមែនតើនេះគឺដំណើរកំណើតរបស់យន្តហោះបន្ទាប់មកយើងនិយាយពីអវកាសម្ដងពីផ្នែកអវកាសហើយពេលដែលយើងឡើងមកដល់ខាងលើគឺផ្នែករូបវិទ្យាម្ដងកញ្ចក់នេះគឺលយខ្លាំងខ្ញុំស្រឡាញ់កញ្ចក់នេះខ្លាំងមែនតើអ្នកទាំងអស់គ្នាហើយនេះគឺជាល្បែងសម្រាប់អភិវឌ្ឍការគិតរបស់យើងអ្នកនេះវិញគឺគេយកអគ្គិសនីមកធ្វើជាតន្ត្រីនេះក៏ខានរូបវិទ្យាដែរអ្នកទាំងអស់គ្នាបញ្ចប់ពីខាងរូបវិទ្យាហើយយើងដើរមកមើលខាងផែនដីម្ដងអ្នកទាំងអស់គ្នាគួរតែសាកមកទីនេះឲ្យបានម្ដងដោយសារតែមកទីនេះគឺអ្នកទាំងអស់គ្នាទទួលបានអារម្មណ៍ប្លែកអារម្មណ៍វ៉ាវគ្រប់ជាន់គ្រប់រូមតែម្ដងមកចាប់ពីខាងផែនដីយកមកមើលខាងខុបបាតសមុទ្រហើយក៏ឈានមកខាងជីវវិទ្យាម្ដងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាអធិស្ឋានរកកំហុសខុសឆ្គងពួកយើងនឹងជួបគ្នានៅអេពីសូតក្រោយទៀតណាបាយបាយ